អ្វីទៅគឺជាបទល្មើសបរិហាកេហើយតើបើសិនបើគេប្តឹងយើងពាក់ព័ន្ធនឹងរឿងបទល្មើសបរិហាកេនេះតើយើងត្រូវសងគេប្រមាណហើយធ្វើម៉េចទើបអាចជៀសវាងអំពីការប្តឹងផ្តល់គ្នាពាក់ព័ន្ធនឹងរឿងបទល្មើសបរិហាកេនេះព្រោះនៅក្នុងស្រុកខ្មែរយើងមានការប្តឹងផ្តល់គ្នាច្រើនមែនទែនពាក់ព័ន្ធនឹងការបរិហាកេនេះនិយាយធ្វើម៉េចក៏ដោយធ្វើម៉េចកុំឲ្យចូលទៅនឹងបទល្មើសបរិហាកេហ្នឹងអញ្ចឹងចង់ដឹងមកស្វែងយល់ជាមួយនឹងគ្លីពូពិសេសទាំងអស់គ្នាបាទសូមជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់คลิปវីដេអូពូពិសីអញ្ចឹងថ្ងៃនេះយើងនឹងមកនិយាយគ្នាអំពីតើអ្វីទៅគឺជាបទល្មើសបរិហាគេហើយបើគេប្តឹងយើងតើយើងត្រូវសងគេប៉ុន្មានហើយតើយើងត្រូវនិយាយធ្វើម៉េចឬក៏ការពារខ្លួនឯងធ្វើម៉េចដើម្បីកុំឲ្យធ្លាក់ខ្លួនចូលក្នុងបទល្មើសបរិហាគេនេះណាអញ្ចឹងមុននឹងចូលដល់ខ្លឹមសារនៃវីដេអូបងប្អូនកុំភ្លេចចុច Subscribe channel YouTube របស់ខ្ញុំហើយ follow ដូចជា Facebook page មើល channel ក្នុង Telegram ហើយបើបងប្អូនចង់មើលវីដេអូច្បាប់ខ្លីៗចូលទៅក្នុង TikTok ពូពិសីទៅគឺមានវីដេអូខ្លីៗសម្រាប់បងប្អូនតែម្ដងតែក្នុង channel YouTube នេះគឺសម្រាប់តែអ្នកដែលចង់ដឹងលម្អិតហើយស៊ីជម្រៅពាក់ព័ន្ធនឹងបទល្មើសមួយណាពាក់ព័ន្ធនឹងរឿងច្បាប់អញ្ចឹងកុំឲ្យអូកាឡាយូយើងនឹងនិយាយគ្នាអំពីអ្វីទៅគឺជាបទល្មើសបរិហាគេណាបទល្មើសបរិហាគេគឺជាការអះអាងដោយពាក្យសម្ដីដោយមានចេតនាបំភ្លើសឬក៏ទម្លាក់កំហុសដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់បុគ្គលម្នាក់ឬក៏ដល់ស្ថាប័នណាបើសិនជាយើងឲ្យយល់នៅក្នុងចំណុចនេះខ្ញុំចង់មានន័យថាការប្តឹងបទល្មើសបរិហាគេនេះមិនត្រឹមតែយើងជាបុគ្គលខ្លួនឯងម្នាក់ទេសូម្បីតែយើងនិយាយប៉ះពាល់ដល់ស្ថាប័នអង្គការក្រុមហ៊ុនឬក៏ក្រសួងស្ថាប័នណាក៏ដោយក៏គេអាចប្តឹងយើងបានដែរណាគឺក្រសួងស្ថាប័នហ្នឹងជាអ្នកតំណាងប្តឹងយើងតែម្ដងមិនមែនជាបុគ្គលទេបើសិនបើយើងនិយាយទៅវាប៉ះពាល់ដល់កិត្តិយសណាអញ្ចឹងខ្ញុំចង់សកត់នៃបងប្អូនយល់ត្រង់នេះបន្តិចថាបទល្មើសបរិហាគេបងប្អូនស្ដាប់ឲ្យទាន់ណាគឺជាការអះអាងបំភ្លើសទម្លាក់កំហុសណាដែលវាផ្ទុយពីការពិតណាអាពាក្យផ្ទុយពីការពិតហ្នឹងហើយគឺជាចំណុចសំខាន់ណាព្រោះបើសិនជាយើងនិយាយអ្វីដែលវាការពិតទោះបីជាវាប៉ះពាល់មែនខ្ញុំហ៊ានអាក្នុងនាមខ្លួនឯងថាវាមិនមែនជាបទល្មើសបរិហាគេទេអញ្ចឹងបើសិនជាវាការពិតវាមិនទាន់អាចចូលជាបទល្មើសបរិហាគេទេណាហើយសំណួរសួរថាតើបទល្មើសបរិហាគេហ្នឹងបើសិនជាគេប្តឹងយើងឬក៏យើងដែលទៅប្តឹងគេយើងអាចទារសំណងបានតែព័ន្ធនឹងសំណងខ្ញុំសូមអាចចែកជាពីរមួយគឺជាប្រាក់ពិន័យបងប្អូនកុំច្រឡំជាមួយនឹងប្រាក់ពិន័យប្រាក់ពិន័យគឺជាប្រាក់ដែលបុគ្គលបានប្រព្រឹត្តល្មើសនឹងច្បាប់ព្រហ្មទណ្ឌត្រូវបង់ពិន័យចូលរដ្ឋអញ្ចឹងពាក់ព័ន្ធនឹងបទល្មើសបរិហាគេនេះពាក់ព័ន្ធនឹងរឿងប្រាក់ពិន័យគឺបង់ចាប់ពី 10,000 រៀលរហូតដល់ 10 លានរៀលណែហើយសម្រាប់យើងដែលជាបុគ្គលខ្លួនឯងផ្ទាល់បើសិនជាយើងរងគ្រោះណាត្រូវគេនិយាយទម្លាក់កំហុសបង្កាច់បង្ខូចធ្វើឲ្យប៉ះពាល់កិត្តិយសយើងសំណងគឺច្បាប់មិនកំណត់ទេថាតើយើងអាចប្តឹងបានប៉ុន្មានយើងចង់កំណត់ប្រមាណក៏បានដែរយើងចង់ទារ50 លាន 100 លានក៏បានដែរច្បាប់មិនកំណត់ទេប៉ុន្តែចៅក្រមណាខ្ញុំនិយាយក្នុងនាមខ្លួនឯងផ្ទាល់ចៅក្រមគាត់នឹងពិនិត្យមើលឬក៏តុលាការគាត់នឹងពិនិត្យមើលថាតើពេលដែលនិយាយទៅហ្នឹងវាប៉ះពាល់កិត្តិយសយើងកម្រិតណាបើសិនបើយើងជាតារាល្បីណាបាទតារាល្បីឬក៏តារាភាពយន្តហើយអាការដែលនិយាយបរិហាគេហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់គេឈ្មោះគាត់ប៉ះពាល់ដល់កិត្តិយសគាត់ឬក៏ប៉ះពាល់ដល់អាជីវកម្មរបស់គាត់អាទំហំនៃការខូចខាតដែលយើងត្រូវទារសំណងវាច្រើនតាមនឹងដែរទៅហើយបើសិនបើយើងជាអាចថាជាពលរដ្ឋសាមញ្ញធម្មតាមិនសូវជាប៉ះពាល់អីណាគេឈ្មោះធំដុំទេសំណងទោះបីយើងទារច្រើនក៏អាចនិយាយថាចៅក្រមគាត់ប្រាប់មើលទៅតាមហ្នឹងមានថាគេវាស់ឬក៏គេពិនិត្យមើលទៅលើទំហំនៃការខូចខាតគេឈ្មោះរបស់យើងហ្នឹងពាក់ព័ន្ធនឹងបទល្មើសបរិហាគេណាអញ្ចឹងបងប្អូនយល់ហើយណាត្រង់ចំណុចពាក់ព័ន្ធនឹងរឿងប្រាក់ពិន័យនិងប្រាក់សំណងជំងឺចិត្តប្រាក់សំណងជំងឺចិត្តគឺប្រាក់ដែលត្រូវសងទៅជនរងគ្រោះឬអ្នកដែលត្រូវគេនិយាយបរិហាគេហ្នឹងហើយប្រាក់ពិន័យគឺប្រាក់ដែលចូលរដ្ឋណាចន្លោះពី 10,000 រៀលទៅ 10 លានរៀលចំនួនសួរទៀតណាចុះបើសិនជាវាជាបទល្មើសព្រហ្មទណ្ឌអញ្ចឹងតើត្រូវជាប់ទោសប៉ុន្មានណែបងប្អូនក្នុងច្បាប់មិនកំណត់ទេពាក់ព័ន្ធនឹងបទល្មើសបរិហាគេនេះព្រោះវាធម្មតាជាការនិយាយវាអត់ធ្វើជាសកម្មភាពដែលនាំឲ្យមានការរងរបួសឬក៏ប៉ះពាល់ដល់គេហៅថាផ្លូវកាយណាមួយអញ្ចឹងច្បាប់មិនកំណត់ថាបទល្មើសបរិហាគេហ្នឹងត្រូវជាប់គុកជាប់ច្បាប់ឬក៏ជាប់ពន្ធនាគារទេគឺអត់មានកំណត់ទេត្រង់ចំណុចនេះណាបាទអត់មានកំណត់ទេចំណុចសំខាន់មួយទៀតដែលធ្វើម៉េច
ai đầm na ca bật đăng năng bản bật đăng mũi ní vì copy bật đăng xem nông rương phồng toán bật đăng xem nông rương phồng toán của họ đôi chị bảo là mấy kia tại cam bọt chỉ hăng xa đấy cứ mình chạm bạch miên nè bật đăng nghe ao tai ở nhà thò miên mà là cạch khơi đứa có pô tu tới khơi cứ ai bật đăng chùm nô ban mà bật đăng chùm nô chôn đông rô ban điện đấy tụi bây chôn đông rô mình bật đăng có ở nhà thò miên mà là cạch đôi chia mình train nó có bát từ bật đăng ao ba này anh đang kẹp pon nó bật là mơ rương phồng toán tu tử phần tai khăn nông rương bật là mơ bỏ để hai cái này đây chiaประเภท bật là mơ khăn nông rương phồng toán đá thiệt xong chạm bạch một cứ bẹ pon chỉ môi nắng chân rong cừu cứ hai gì bạn đa mình đằng to tại đa mình đằng phải đắng tớp là ca ai tập là ca riêng ở đây nắng áo chân rong cừu rồi còn đa mình đằng bàn bờ chân rong cừu đọc bị đắng cứ mình đắng chơi trò phải rồi có phải đắng là cá có ai vô riêng nó cho mà chặt ca bàn này bộ tụ bây chia là cá đăng riêng nắng ở đó hai thằng ta bật là mơ bỏ để hai cây ní miên thiệt xong ấy lại bẹ pon thằng thiệt xong đấy cái hai tha đầm bay ai ao rương nam mối sang phim nam mối chặt tóc tha bị chịu bật là mới prom toàn mới thấy miên thiệt xong nhưng mình vậy thiệt xong bay trong cho bạp tết nhưng vậy thiệt xong không bắt được mới bỏ được hai kỳ thì mối bẹ pon thằng chết tận nào tôi chưa đặt thì pi bẹ pon thằng ka bỏng lực rứa có sang bạc phim nè bỏ dương đại sài đại là nông chết tận nào bằng cách bằng khôi rứa có tầm lẹ cầm ho đôi chết tận nào mối lơ bảo cô float tròn đại bia mình men chỉ cà bật hai chúng nó tí bay cứ việc po nâng kết tự dục nâng sẽ đây thay nào đại viết thôi pa po đo nẹn tây anh ấy cứ chỉ thiệp xong sầm khăn nông ca cầm nón tha viết chi bọt là mơ bò để hạ cái hai đầm bay ai bắt đăng bàn tay dân thử thưa mình được cho man là ai một đằng trắng ti mũi dân thử miền tiệp bình đẳng chi lia lạ xó ti pi dân ở trong miền phò tang và một ban mà Việt Nam máu phò tang cứ việc po nâng ca đã bỏng phớt cứ coi chơi tận nào tôi chỉ đặt nam mũi rõ bò ở chốt làm mới đại ban chọnประกัน mà lừa dưới đôi chỉ cả phò lừa Facebook cả bò để hai cái dây ở đây đã để thua ba bò cái tự du chứ nắng cái dây là ti xa thiền này đấy cả bỏ hoặc xa ấy chỉ đá cứ có cái dây không ăn bị chung cứ có ti cái lái xa thiền này nam mua cái đây ban này là lấy phía chờ tại không sập cung dương ở trên năm là chút cứ cả bò để hai cái nơi lừa mà đại sập cung anh cứ trái này ai bờ lừa mà đại xa bò miên đôi chỉ tu ấy cầm rõ miên tại bậc trong mà đại sập cung để pon đăng ca phở Facebook ឬក៏ TikTok អីហ្នឹងគឺសម្បូរតែពណ៌នឹងការបរិហាគេហ្នឹងណាអាហ្នឹងគឺជាធៀបសំសំខាន់ណាដែលយើងយកមកធ្វើជាផុសតាងក្នុងការដឹងទៅបុគ្គលណាម្នាក់ណាឥឡូវយើងចូលដល់ចំណុចការពារខ្លួនថាតើយើងដែលជាពលរដ្ឋម្នាក់ៗហ្នឹងយើងត្រូវការពារខ្លួនឯងធ្វើម៉េចបើទោះបីជាមាត្រា41នៃច្បាប់រដ្ឋធម្មនុញ្ញរបស់យើងឬក៏ជាច្បាប់កម្ពុជារបស់ជាតិព្រោះរដ្ឋធម្មនុញ្ញគឺជាច្បាប់ធំរបស់ជាតិបានអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងអស់មានសិទ្ធិសេរីភាពបញ្ចេញមតិក៏ដោយក៏ប៉ុន្តែសិទ្ធិសេរីភាពហ្នឹងត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់ដែលមិនធ្វើឲ្យបំពានសិទ្ធិទៅអ្នកដទៃហើយឥឡូវគេនិយាយមួយទៀតថាតើសិទ្ធិយើងនិងសិទ្ធិគេធ្វើម៉េចកុំឲ្យរំលោភសិទ្ធិគេបើសិនជាយើងនិយាយឲ្យងាយយល់ណាសិទ្ធិយើងលាតសន្ធឹងដល់ត្រឹមណាសិទ្ធិគេលាតសន្ធឹងដល់ត្រឹមណាមកជួបគ្នាកន្លែងណាអាហ្នឹងហើយគឺជាព្រំដែននៃសិទ្ធិណែបងប្អូនប្រហែលជាពិបាកយល់ត្រង់ហ្នឹងតិចមានន័យថាយើងនិយាយអីក៏ដោយកុំឲ្យតែប៉ះពាល់កិត្តិយសគេហើយកុំឲ្យតែប៉ះពាល់ដល់គេឈ្មោះឬក៏សេចក្តីថ្លៃថ្នូររបស់គេបើវាមិនចំណេញដល់យើងណាយើងកុំនិយាយបើទោះបីជារឿងហ្នឹងវាជាការពិតក៏ដោយវាអត់មានចំណេញដល់យើងនិយាយធ្វើអីតែបើយើងជ្រុលនិយាយទៅហាពាក្យហ្នឹងវាជាការពិតសួរតែបាត់ល្មើសបរិហាគេអត់ខ្ញុំអាចសន្និដ្ឋានបានថាវាមិនមែនជាបាត់ល្មើសបរិហាគេទេព្រោះក្នុងច្បាប់ដូចខ្ញុំបញ្ជាក់ហ្នឹងថាវាតតែចេតនាបំភ្លើសលើសពីការពិតណាទម្លាក់កំហុសអាហ្នឹងទើបគេហៅថាបាត់ល្មើសបរិហាគេគ្មានផុសតាងកុំនិយាយគុំលើគេថាលឺអ្នកនោះថាលឺអ្នកនេះថាអាហ្នឹងចូលលក្ខណៈថាយើងលឺតគ្នាហើយយើងយកមកនិយាយជួនកាលគេអត់ប្តឹងអ្នកមុនតែមកប្តឹងយើងអ្នកក្រោយតែនិយាយតគ្នានេះណាតោះទេបងប្អូនអញ្ចឹងគុំលឺគេថាមានផុសតាងចាំនិយាយមួយទៀតចំណុចសំខាន់ពាក់ព័ន្ធនឹងការប្រើប្រាស់បណ្ដាញសង្គមប្រើប្រាស់ Facebook TikTok អីហ្នឹងគឺលឿនណាអាហ្នឹងគឺប្រុងប្រយ័ត្នមែនតើណាពាក់ព័ន្ធនឹងការប្រើប្រាស់បណ្ដាញសង្គមហើយទី3ដែលយើងត្រូវដឹងដែរគឺពាក់ព័ន្ធជាមួយនឹងការផ្សព្វផ្សាយឬក៏ការចែកចាយនៅព័ត៌មានមិនពិតអាហ្នឹងក៏វាជាហេតុនាំឲ្យយើងហ្នឹងជាប់ទោសក្នុងរឿងបាត់ល្មើសបរិហាគេដែរណ
ណែបងប្អូនអញ្ចឹងខ្ញុំមានតែចំណុច3សំខាន់នេះទេដែលបងប្អូនអាចយកទៅការពារខ្លួនឯងបានពាក់ព័ន្ធនឹងរឿងបទល្មើសបរិហាគេនេះព្រោះជាបទល្មើសដែលពេញនិយមហើយកើតឡើងញឹកហើយច្រើនមែនទែននៅក្នុងសង្គមរបស់យើងអញ្ចឹងសរុបជ្រុលមកវិញបទល្មើសបរិហាគេគឺជាបទល្មើសដែលពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្ដីរបស់យើងការអះអាងដោយបំភ្លឺការពិតណាដែលវាផ្ទុយទៅនឹងច្បាប់ហើយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរឬក៏កិត្តិយសរបស់បុគ្គលផ្សេងទៀតឬក៏ដល់ស្ថាប័នណាមួយហើយបើសិនជាគេប្តឹងយើងត្រូវសងសំណងចូលរដ្ឋដែលគេហៅថាប្រាក់ពិន័យហ្នឹងចាប់ពី 10,000 រៀលដល់ 10 លានរៀលហើយអត់មានការជាប់គុកជាប់អីទេក៏ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នដែរព្រោះអាហ្នឹងកាលណាគេប្តឹងយើងហើយយើងត្រូវសងគេពាក់ព័ន្ធនឹងឡើងដល់តុលាការក៏យើងជាប់ក្នុងកំណត់ត្រានៃលិខិតថ្កោលទោសដែរណាបងប្អូនទាំងអស់គ្នាអញ្ចឹងពាក់ព័ន្ធនឹងរឿងបទល្មើសបទហាកេនេះខ្ញុំជំរាបជូនបងប្អូនទាំងអស់គ្នាយល់បានប៉ុណ្ណឹងហើយបើសិនជាបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច like និង Subscribe Channel Telegram ខ្ញុំម្នាក់មួយផងហើយ Subscribe Channel YouTube Follow Facebook Page និងកុំភ្លេចទៅមើលក្នុង TikTok របស់ខ្ញុំបង្ហោះវីដេអូខ្លីៗ 3-4 ថ្ងៃខ្ញុំបង្ហោះម្ដងហើយតែក្នុង YouTube ជារៀងរាល់សប្តាហ៍ទើបខ្ញុំចេញវីដេអូថ្មីអរគុណច្រើនបងប្អូនគ្នាសម្រាប់ការតាមដានទស្សនានេះវីដេអូតាំងពីដើមមកដល់ចប់ជួបគ្នានៅវីដេអូក្រោយជាមួយនឹង clip ពិសេសអរគុណសូមជម្រាបលាបាយបាយ